លោកលន់យ៉ែងអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានគូបញ្ជាក់ថាអង្ករម៉ា Emerald River ដែលវេចខ្ចប់ដោយក្រុមហ៊ុន Otis McAllister Inc. ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកគឺជាអង្ករដែលនាំចេញពីកម្ពុជាក្រោយពេលដែលក្រុមហ៊ុននិងសហព័ន្ធស្រូវអង្ករកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាកាលពីឆ្នាំ2024ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី11ខែតុលាឆ្នាំ2025នេះលោកលុនយ៉ែងបានឲ្យដឹងថាក្រុមហ៊ុន Otis McAllister បានសម្រេចនាំចូលអង្ករពីប្រទេសកម្ពុជាក្រោមម៉ាកសញ្ញារបស់អាមេរិកម៉ា Emerald River លោកបញ្ជាក់ថាកន្លងមកម៉ា Emerald River នេះធ្លាប់នាំចូលអង្ករមកពីប្រភពប្រទេសផ្សេងៗប៉ុន្តែបច្ចុប្បន្ននេះក្រុមហ៊ុនបានសម្រេចនាំចេញពីប្រទេសកម្ពុជាវិញការកិននិងវេចខ្ចប់ធ្វើឡើងដោយរោងម៉ាស៊ីនកិនស្រូវធំមួយនៅកម្ពុជាដែលមានទីតាំងនៅខេត្តកំពង់ស្ពឺការចេញមកបញ្ជាក់របស់សហព័ន្ធស្រូវអង្ករធ្វើឡើងបន្ទាប់ពីថ្មីនេះមានប្រជាពលរដ្ឋខ្មែរម្នាក់ដែលរស់នៅសហរដ្ឋអាមេរិកបានផ្សព្វផ្សាយថាអង្ករ Jasmine Rice ដែលវេចខ្ចប់ក្រៅម៉ាក Emerald River គឺជាអង្កររបស់ថៃហើយបន្លំជាផលិតផលកម្ពុជាដោយដែលបានបញ្ជាក់នៅលើសម្បកការុង Products of Cambodia ខណៈដែលកន្លងមកក្រុមហ៊ុនបានដាក់ឈ្មោះថា Thai Jasmine Rice លោកស្រីខីម៉ូនីម្ចាស់ក្រុមហ៊ុន Amru Rice ដែលជារោងម៉ាស៊ីនកិនស្រូវនិងជាអ្នកនាំចេញអង្ករកម្ពុជាធំជាងគេមួយទៅកាន់ទីផ្សារអន្តរជាតិបានពន្យល់ថាអង្ករម៉ា Emerald River នេះគឺជាម៉ាករបស់ផ្សារអាមេរិកដែលពីមុនមកគេបានទិញពីថៃតែឥឡូវគេបានងាកមកទិញអង្ករកម្ពុជាផងនិងពីថៃផងលោកស្រីបន្ថែមថាដូច្នេះហើយសូមបងប្អូនខ្មែរទាំងអស់ពេលជាវសូមមើលប្រភពដាក់ថា Products of Cambodia គឺ 100% ជារបស់យើងលោកស្រីបានលើកឡើងថាកាវដៅអង្ករកម្ពុជាអាចឈានចូលទៅលក់នៅផ្សារ Costco នៅអាមេរិកបានមិនមែនជារឿងងាយស្រួលនោះទេទម្រាំតែអាចនាំចូលបានត្រូវឆ្លងកាត់ការធ្វើសវនកម្មប្រមាណ6ខែទាំងការផ្គត់ផ្គង់បរិមាណផលិតគុណភាពផលិតនិងចំនួនកម្មករនិយោជិតដែលបម្រើការជាដើមដូច្នេះអង្ករដែលកំពុងដាក់លក់នៅក្នុងផ្សារ Costco នៅអាមេរិកខាងលើគឺជាអង្ករខ្មែរ 100% គួររំលឹកផងដែរថាកាលពីថ្ងៃទី22ខែកញ្ញាឆ្នាំ2024សហព័ន្ធស្រូវអង្ករកម្ពុជាតំណាងដោយអុកញ៉ាសុងសារ៉នប្រធានក្រុមប្រឹក្សាអភិបាលសហព័ន្ធស្រូវអង្ករកម្ពុជានិងក្រុមហ៊ុន Otis McAllister តំណាងដោយលោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករនិងក្របធញ្ញត្តិបានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នា MOU ដើម្បីនាំចេញនៅប្រភេទអង្ករក្រអមពីកម្ពុជាក្រោមសក្ខីភាពលោកស៊ុនចាន់ថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC នៅទីក្រុង San Francisco សហរដ្ឋអាមេរិកតាមរយៈ MOU នេះសហព័ន្ធស្រូវអង្ករកម្ពុជាផ្ដល់ជូននៅប្រភេទអង្ករដែលមានគុណភាពខ្ពស់ជាមួយនឹងតម្លៃប្រកួតប្រជែងនិងធានាការដឹកជញ្ជូនទាន់ពេលវេលាបន្ទាប់ពីការចុះអនុស្សរណៈនៃយោគយល់គ្នានេះវត្តមានអង្ករក្រៅស្លាកសញ្ញាផលិតនៅប្រទេសកម្ពុជាបានបង្ហាញខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិកជាពិសេសនៅក្នុងចង្កោមអាជីវកម្មផ្សារទំនើបខ្នាតយក្សដូចជា Costco និង Walmart ជាដើម។